អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ2026ការដាស់តឿននិងអំពាវនាវឲ្យមានការយោគយល់ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអន្តស័កពុទ្ធសករាជ2570ត្រូវនឹងគ្រិស្តសករាជ2026ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ក្នុងគោលបំណងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងតម្លៃប្រពៃណីដ៏ល្អត្រកាលរបស់ជាតិបទបញ្ជានិងការណែនាំពីរាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសុវត្ថិភាពនិងភាពថ្លៃថ្នូររាជរដ្ឋាភិបាលបានសម្រេចហាមដាច់ខាតការលេងបាញ់ទឹកការប៉ាន់ម្សៅឬការលេងល្បែងដែលបង្កហានិភ័យនិងភាពអនាធិបតេយ្យនៅតាមទីសាធារណៈលើកទឹកចិត្តឲ្យមានការលេងល្បែងប្រជាប្រិយដូចជាចោលឈូងបោះអង្គញ់ទាញព្រ័ត្រនិងការរាំលេងកម្សាន្តតាមបែបប្រពៃណីទិដ្ឋភាពសង្ក្រាន្តវិទ្យាល័យអង្គរការថ្មីនេះនៅក្នុងកម្មវិធីសង្ក្រាន្តដែលរៀបចំនៅវិទ្យាល័យអង្គរការសង្កេតឃើញថាមានសិស្សានុសិស្សមួយចំនួនតូចនៅមិនទាន់អាចទប់ចិត្តនឹងភាពសប្បាយរីករាយជ្រុលដោយបានលួចបំពានលេងបាញ់ទឹកនិងប៉ាតម្សៅដែលផ្ទុយពីការណែនាំរបស់សាលានិងរាជរដ្ឋាភិបាលមតិយោបល់និងការអំពាវនាវយើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរក៏ដូចជាសាធារណជនមេត្តាជួយយោគយល់និងអធ្យាស្រ័យដល់បងប្អូនសិស្សានុសិស្សនៅវិទ្យាល័យអង្គរការដោយសារវ័យរបស់ពួកគាត់នៅក្មេងខ្ចីនិងពោរពេញដោយធម៌ពលនៃការសប្បាយជួនកាលអាចធ្វើឲ្យមានការភ្លេចខ្លួនខ្លះយើងសង្ឃឹមយ៉ាងមុតមមថាបន្ទាប់ពីការអប់រំនិងការណែនាំបន្ថែមពួកគាត់នឹងកែប្រែឥរិយាបថងាកមកគោរពតាមបទបញ្ជានិងចូលរួមអភិរក្សវប្បធម៌ត្រឹមត្រូវវិញសេចក្តីសន្និដ្ឋានការចូលឆ្នាំថ្មីគឺជាពេលវេលានៃសេរីសួស្តីសូមយុវជនគ្រប់រូបពិសេសសិស្សានុសិស្សវិទ្យាល័យអង្គរការចូលរួមអបអរសាទរឲ្យក្តីសប្បាយរីករាយក្រោមដំបូលនៃច្បាប់និងប្រពៃណីដើម្បីក្លាយជាគំរូដ៏ល្អសម្រាប់សង្គមជាតិ